Bạnជំរាបសួរលោកគ្រូខ្ញុំបានឈ្មោះធីវសុផូជាសិស្សនៅថ្នាក់អឹមហើយពាក់ព័ន្ធនឹងលេខរៀងគឺខ្ញុំនៅលេខរៀងទី10លោកគ្រូអញ្ចឹងនៅពេលនេះខ្ញុំសូមផ្ញើវីដេអូជូនលោកគ្រូដែលនៅក្នុងនេះគឺយើងធ្វើការសង្ខេបទៅលើមេរៀនទី5ដែលមេរៀនទី5នេះគឺស្ដីអំពីការវិតម្លៃបែបស្ថាបនាដែលផ្អែកលើការវិតម្លៃសរុបអញ្ចឹងពាក់ព័ន្ធមួយមេរៀនទី5នេះដែរខ្ញុំសូមធ្វើការបកស្រាយក៏ដូចជាសង្ខេបដូចតទៅលោកគ្រូអញ្ចឹងពាក់ព័ន្ធជាមួយនឹងសេចក្តីផ្ដើមនិងនិយមន័យអញ្ចឹងពាក់ព័ន្ធមួយមេរៀននេះគឺយើងផ្ដោតទៅលើការប្រើប្រាស់ឧបករណ៍វិតម្លៃជាទូទៅត្រូវបានគេចាត់ទុកថាជាការវិតម្លៃសរុបប៉ុន្តែយកមកប្រើក្នុងគោលបំណងស្ថាបនាដើម្បីកែលម្អការរៀនវាជាសកម្មភាពដែលត្រូវបានគ្រោងទុកជាមុននិងមានរចនាសម្ព័ន្ធច្បាស់លាស់ដែលមានលទ្ធផលត្រូវបានប្រើប្រាស់បន្ទាប់ពីពេលវេលាណាមួយបានកន្លងផុតទៅអញ្ចឹងបានថាវាមិនមែនពាក់ព័ន្ធនឹងភ្លាមទេបានថាគឺតើតែយើងបានវិតម្លៃរៀបចំការប្រឡងអីជាមួយនឹងពួកគាត់ហើយជាមួយនឹងសិស្សហើយទៅយើងទទួលបានលទ្ធផលហើយយើងយកលទ្ធផលទាំងនោះទៅធ្វើការវិតម្លៃដើម្បីឲ្យចេញជាលទ្ធផលក៏ដូចជាមតិកែលម្អអីបន្តទៅទៀតអញ្ចឹងចំណុចទី1សេចក្តីផ្ដើមសូមបកស្រាយប៉ុណ្ណឹងហើយយើងចូលទៅចំណុចទី2ធំគឺប្រភេទនៃការវិតម្លៃអញ្ចឹងពាក់ព័ន្ធនឹងប្រភេទនៃការវិតម្លៃនេះដែរយើងបែងចែកជាច្រើនប្រភេទអញ្ចឹងមិនថាយើងអាចវិតម្លៃមុនពេលរៀនចំណុចទី1គឺយើងអាចវិតម្លៃមុនពេលរៀនអញ្ចឹងមុនពេលរៀនហ្នឹងគឺយើងប្រើដើម្បីស្ទង់ចំណេះដឹងសិស្សមុននឹងចាប់ដើមមេរៀនថ្មីដើម្បីកែសម្រួលលើការបង្រៀនឲ្យចំគោលដៅណាមុននឹងពេលបរៀនមេរៀនថ្មីយើងអាចស្ទង់សិស្សកាលណាយើងស្ទង់សិស្សសមត្ថភាពគាត់ទៅយើងអាចដឹងថាគាត់កម្រិតនៃការយល់ដឹងរបស់គាត់ឬក៏គាត់បានមើលថងចំណុចមេរៀនហ្នឹងឬក៏អត្ថន័យនៃមេរៀនហ្នឹងគឺគាត់អាចមើលគាត់អាចយល់បានចំណុចធំកម្រិតប៉ុន្មានអញ្ចឹងពាក់ព័ន្ធជាមួយវាតម្លៃការមុនពេលរៀនហ្នឹងគឺយើងអាចចែកចេញជាលំហាត់ដែលមានរចនាសម្ព័ន្ធមិនថាយើងអាចដាក់ជាលំហាត់ដែលមានលក្ខណៈស្តៀងទៅនឹងមេរៀនដែលយើងត្រូវបរៀនហ្នឹងឬជាខ្លឹមសារល្មមដែលជាមេរៀនដែលត្រូវបរៀនហ្នឹងហើយចំណុចតូចមួយទៀតគឺការប្រឡងមុនរៀនការប្រឡងមុនរៀនហ្នឹងគឺការធ្វើតេស្តលក្ខណៈជាបុរេតេស្តឲ្យគាត់ចង់ដឹងថាគាត់យល់បានកម្រិតណាអីចឹងទៅចឹងចំណុចមកបន្តមកទៀតគឺពាក់ព័ន្ធជាមួយនឹងកិច្ចការផ្ទះបានន័យថាបើចំណុចកិច្ចការផ្ទះហ្នឹងគឺយើងត្រូវដាក់កិច្ចការផ្ទះមុនចូលមេរៀនថ្មីយើងអាចដាក់កិច្ចការផ្ទះឲ្យគាត់ដែរឲ្យគាត់ស្ទង់មើលថាតើគាត់អាចយល់ឬក៏អាចចាប់បានកម្រិតណាបើថាយើងរៀនហើយយើងអាចដាក់ឲ្យគាត់ធ្វើទៅតើគាត់អាចយល់គាត់អាចដឹងកម្រិតណាដែរហើយពាក់ព័ន្ធមួយកិច្ចការផ្ទះហ្នឹងហើយយើងមានកិច្ចការក្នុងថ្នាក់ដែរកិច្ចការក្នុងថ្នាក់ហ្នឹងយើងអាចវាតម្លៃយើងអាចវាតម្លៃគាត់ថានៅពេលដែលយើងពងបរៀនផ្ទាល់ហ្នឹងយើងអាចដាក់មេរៀនឬក៏ដាក់លំហាត់ឲ្យគាត់ធ្វើហ្នឹងនៅពេលដែលយើងបរៀនផ្ទាល់ហ្នឹងគាត់អាចចាប់បានកម្រិតណាដែរហ្នឹងគឺពាក់ព័ន្ធជាមួយនឹងការបរៀនដាក់លំហាត់ក្នុងថ្នាក់កិច្ចការក្នុងថ្នាក់ហើយតេស្តខ្លីដល់បន្តទៀតគឺការតេស្តធ្វើតេស្តគាត់ខ្លីបានន័យថាយើងដាក់ជាលក្ខណៈសំណួរមួយសំណួរពីរសំណួរតេស្តគាត់ឲ្យដើម្បីដឹងពីសមត្ថភាពគាត់ដែរទៀតពាក់ព័ន្ធជាមួយការប្រើឧបករណ៍ digital បើន័យថាឧបករណ៍ digital ដូចយើងប្រើលក្ខណៈជាប្រព័ន្ធ game អីមួយចឹងទៅដើម្បីផ្ដល់ឲ្យគាត់ក្នុងការលេងតែក្នុងការលេងផ្ដល់ជាចំណេះដឹងផ្ដល់ជាបទពិសោធន៍នៅពេលដែលយើងផ្ដល់ជាឧបករណ៍អេឡិចត្រូនិកដាក់នៅលើ slide ដាក់នៅលើក្តារខៀនអីចឹងទៅយើងបញ្ចាំងទៅហើយឲ្យគាត់ select មើលចម្លើយ select មើលស្អីមួយដែលគាត់ជាចម្លើយត្រឹមត្រូវថាអ្នកណាគេបានមុនគេអីចឹងទៅគាត់សប្បាយចិត្តឈ្មោះគាត់ប្រកាសជាលោតនៅលើផ្ទាំងនៅលើអេក្រង់slide ហ្នឹងឲ្យថាគាត់គាត់ប្រកែគាត់អីចឹងគឺអាហ្នឹងជាចំណុចដែលគាត់អាចខិតខំរៀនសូត្រដែរគាត់ខិតខំក្នុងការធ្វើដែរគាត់ចាប់អារម្មណ៍ហើយរបៀបអញ្ចឹងគឺជាទូទៅគឺសិស្សចាប់អារម្មណ៍អញ្ចឹងហ្នឹងយើងចប់ចំណុចទី2ហើយចំណុចទី2ដែលយើងប្រភេទនៃការវិតម្លៃអញ្ចឹងខ្ញុំសូមចូលទៅចំណុចទី3ធំគឺការផ្ដល់មតិកែលម្អ
ចឹងការផ្ដល់មតិកែលម្អនេះគឺបានន័យថាគឺជាបេះដូងនៃការវិនិច្ឆ័យបែបស្ថាបនាអញ្ចឹងដើម្បីមតិកែលម្អដែលមានប្រសិទ្ធភាពយើងអាចនិយាយអំពីការបញ្ជាក់បង្ហាញពីចម្លើយខុសឬត្រូវណាមតិកែលម្អយើងអាចបញ្ជាក់ទៅគាត់ថាអូចម្លើយបងអូនគឺមិនទាន់ត្រឹមត្រូវទេឬក៏មិនទាន់គ្រប់ជ្រុងជ្រោយទេយើងអាចប្រើពាក្យអញ្ចឹងហើយបើសិនជាគាត់ត្រូវយើងថាគាត់ត្រូវហើយអញ្ចឹងហ្នឹងគឺការបញ្ជាក់និងការផ្ដល់ចម្លើយគាត់ហើយទី2គឺការរៀបរាប់លម្អិតបើណាយើងនៅពេលដែលគាត់ធ្វើមិនទាន់បានល្អទេឬក៏មិនទាន់ត្រឹមត្រូវទេយើងអាចរៀបរាប់លម្អិតប្រាប់គាត់ថាកូនឯងឬក៏បងអូនត្រូវធ្វើអញ្ចេះចម្លើយនេះត្រូវធ្វើអញ្ចេះបាទហើយមួយទៀតគឺការផ្ដល់ចំគោលដៅការផ្ដល់មតិកែលម្អនោះគឺការផ្ដល់ឲ្យចំគោលដៅវាមិនខុសអំពីអ្វីដែលគាត់ធ្វើលំហាត់ទេឧទាហរណ៍គាត់ធ្វើលំហាត់1 + 2 + 3អីស្មើប្រមាណអីអញ្ចឹងទៅយើងប្រាប់ចម្លើយគាត់ឲ្យចំគោលដៅចម្លើយនេះគឺបានន័យថាយើងប្រើវិធីសាស្ត្រអីឲ្យចំគោលដៅនោះគឺបានន័យថាយើងយកអាចតែយកទៅយោឬក៏យករបស់អីមួយយើងយកមកបូកឲ្យគាត់ឃើញភ្លាមក្នុងដៃតែម្ដងថាគាត់នេះ1 + 2 + 3នេះយើងរាប់ឲ្យគាត់មើលថាអាចនឹងឃើញចម្លើយប្រមាណឃើញចម្លើយ5 6តាមដែលយើងយកឬក៏ដាក់លេខឲ្យគាត់បូកឲ្យគាត់មើលឃើញភ្លាមស្ដែងចឹងតែម្ដងនេះគឺការផ្ដោតទៅលើគោលដៅគឺចំគោលដៅតែម្ដងអញ្ចឹងមួយទៀតគឺភាពខុសប្លែកគ្នាផ្ដល់មតិកែលម្អផ្សេងគ្នាតាមសមត្ថភាពសិស្សម្នាក់ៗបានន័យថាភាពខុសប្លែកគ្នាបានន័យថាសិស្សម្នាក់ៗនៅក្នុងថ្នាក់គឺតែមានខ្លាំងមានខ្សោយឬក៏មានមធ្យមអញ្ចឹងទៅអញ្ចឹងបានន័យថាការផ្ដល់មតិកែលម្អក៏ត្រូវយើងមើលសិស្សដែរបើមិនជាក្នុងលក្ខខណ្ឌមួយដែលយើងផ្ដល់មតិកែលម្អទៅសិស្សរបៀបណាដែលគាត់មិនទៅជាពូកែខ្លាំងទេហើយយើងនិយាយរហូតដល់ថ្នាក់ជ្រៅពេកគាត់អត់យល់ទេអញ្ចឹងយើងការប្រើពាក្យពេចន៍ហ្នឹងហើយការបញ្យល់របស់យើងហ្នឹងក៏ត្រូវមានតាក់ទិចក្នុងការកែលម្អសិស្សដែរគឺយើងត្រូវមើលគាត់ថាកម្រិតគាត់ប៉ុណ្ណាយើងប្រើពាក្យឬក៏ប្រើនិយមន័យឬក៏ការបញ្យល់បកស្រាយរបស់យើងហ្នឹងកម្រិតណាទៅគាត់ចាប់បានអញ្ចឹងការបញ្យល់សិស្សនីមួយបកស្រាយបែបសិស្សនីមួយក៏ត្រូវមានភាពខុសប្លែកគ្នាគឺមានភាពបត់បែនដែរអញ្ចឹងចំណុចទី3ដែលពាក់ព័ន្ធនឹងការផ្ដំមតិកែលម្អខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងយើងចូលទៅចំណុចទី4ធំដែលពាក់ព័ន្ធជាមួយនឹងការកែសម្រួលការបង្រៀនអញ្ចឹងពាក់ព័ន្ធជាមួយការកែសម្រួលការបង្រៀននេះគឺបន្ទាប់ពីទទួលបានលទ្ធផលវិតម្លៃនិងផ្ដំមតិកែលម្អគ្រូត្រូវធ្វើការកែលម្អការបង្រៀនការកែលម្អការបង្រៀននេះយើងអាចបែងចែកសិស្សជាក្រុមតាមកម្រិតយល់ដឹងបានថាយើងបែងចែកសិស្សជាក្រុមតាមកម្រិតយល់ដឹងរបស់គាត់ចំណុចហ្នឹងបានន័យថាឧទាហរណ៍គាត់មធ្យមយើងអាចក្រៀបក្រុមមធ្យមឲ្យគាត់ទៅខ្លាំងដាក់ខ្លាំងឲ្យគាត់ខ្សោយដាក់ខ្សោយឲ្យគាត់នេះគឺជាតាក់ទិចមួយរបស់យើងក្នុងការបញ្យល់ដែរនៅពេលដែលយើងដាក់រៀបអញ្ចឹងអ្នកខ្លាំងអ្នកខ្សោយមួយអ្នកខ្សោយយើងអាចបញ្យល់គាត់ដោយល្អបាទគឺនៅពេលដែលគាត់ធ្វើអ្វីមួយយើងអាចកែសម្រួលគាត់តាមកម្រិតយល់ដឹងរបស់ក្រុមរបស់គាត់បានអញ្ចឹងពាក់ព័ន្ធនឹងចំណុចចែកចាយជាក្រុមគឺយើងប៉ុណ្ណឹងហើយយើងមួយទៀតគឺរៀបចំការបង្រៀនឡើងវិញលើចំណុចដែលសិស្សភាគច្រើនយល់បានន័យថាការកែសម្រួលការបង្រៀនបានថានៅពេលដែលយើងបញ្យល់សិស្សចំណុចណាមួយវិធីសាស្ត្ររបស់យើងអញ្ចេះប៉ុន្តែសិស្សគឺយើងមើលឃើញថាសិស្សចាប់អត់បានទេកាលណាសិស្សចាប់អត់បានយើងជាគ្រូបង្រៀនយើងត្រូវថារៀបចំសម្រួលការបរៀនរបស់យើងឡើងវិញថាតើហេតុអីបានសិស្សចាប់បានអញ្ចឹងយើងត្រូវរកវិធីសាស្ត្រផ្សេងទៀតហ្នឹងដើម្បីក្នុងគោលបំណងថាឲ្យសិស្សគាត់អាចចាប់បានអញ្ចឹងវិធីសាស្ត្រវាមានច្រើនក្នុងការបញ្យល់សិស្សបើសិនជាវិធីសាស្ត្រកគាត់ចាប់អត់បានទេយើងយកវិធីសាស្ត្រខមកបង្ហាញវិធីសាស្ត្រខគាត់នៅតែចាប់អត់ទាន់ច្បាស់ទៀតយើងអាចយកប្រើវិធីសាស្ត្រកអញ្ចឹងយើងប្រើវិធីសាស្ត្រផ្សេងឲ្យគាត់អាចចាប់បានចំណុចមួយទៅអញ្ចឹងពាក់ព័ន្ធនឹងចំណុចទី4ការកែសម្រួលការបង្រៀនហើយយើងនឹងចូលមកចំណុចទី3ធំគឺការប្រើប្រាស់ទិន្នន័យដើម្បីកំណត់អត្ថិភាពនៃការបង្រៀននៅពេលបន្តហើយចំណុចនេះគឺសំខាន់បានន័យថាទិន្នន័យនេះសំដៅទៅលើអាចនិយាយថាបន្ទុកឬក៏ការរៀនរបស់គាត់នឹងឯងនៅពេលដែលយើងអាចវិតម្លៃនៅពេលដែលបញ្ចប់ចំណុចណាមួយយើងឃើញថាគាត់ខ្សោយឬក៏បកកាយចំណុចណាហើយចំណុចបន្ទាប់ដែលត្រូវតាក់ទងនឹងគ្នាឬក៏ត្រូវចំណុចចូលចំណុចមេរៀនបន្ទាប់ទៀត
ឬក៏ចំណុចបន្ទាប់ទៀតនៅក្នុងមេរៀនហ្នឹងយើងអាចឆ្លុះបញ្ចាំងឃើញថាសិស្សយើងប្រើវិធីសាស្ត្រមុនគាត់យល់បានប៉ុណ្ណេះឥឡូវចូលចំណុចថ្មីយើងអាចប្រើវិធីសាស្ត្រថ្មីទៀតឲ្យគាត់ឬក៏វិធីសាស្ត្រណាមួយទៀតដែលយើងយល់ថាអាចនឹងមានភាពងាយស្រួលជាងវិធីសាស្ត្រមុនឲ្យគាត់ចាប់យកបានអញ្ចឹងពាក់ព័ន្ធនឹងចំណុចទី4ខ្ញុំសូមសង្ខេបឡើងវិញគឺពាក់ព័ន្ធនឹងការសម្រួលការបង្រៀនគឺយើងអាចបែងចែកសិស្សចាំជាក្រុមហើយមួយទៀតយើងអាចរៀបចំការបង្រៀនឡើងវិញលើចំណុចដែលសិស្សមិនយល់ភាគច្រើនគាត់មិនយល់យើងអាចរៀបចំការបង្រៀនរបស់យើងឡើងវិញហើយនឹងមួយទៀតគឺការប្រើប្រាស់ទិន្នន័យបែបផ្ដល់មកពីសិស្សនឹងឯងគឺចំណុចប្រើប្រាស់ទិន្នន័យចង់សំដៅទៅលើសិស្សគាត់មានសមត្ថភាពកម្រិតណាគឺគាត់បានបន្ទុកប៉ុណ្ណាអីនោះយើងអាចបញ្យល់រៀបចំមេរៀនឬក៏វិធីសាស្ត្របង្រៀនយើងឡើងវិញនៅចំណុចក្រោយទៀតអញ្ចឹងពាក់ព័ន្ធជាមួយនឹងមេរៀនទី5នេះដែរគឺពាក់ព័ន្ធជាមួយការវិតម្លៃបែបស្ថាបនាដែលផ្ដល់លើការវិតម្លៃសរុបគឺខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងសូមអរគុណ